Bayatul Aqabah Saniyah ការសច្ចាប្រណិធាន Al Aqabah លើកទី 2 នៅរដូវកាលហជ្ជីឆ្នាំទី 13 នៃភាពជាព្យាការីមានប្រជាជនមកពីទីក្រុងយ៉ាស្រិបយ៉ាងច្រើនបានធ្វើដំណើរមកក្នុងនោះមានតែអ្នកកាន់សាសនាអ៊ីស្លាមនិងអ្នកថ្វាយបង្គំរូបបដិមាមុស្រិគីនក្រុមមូស្លីមបានសម្រេចចិត្តរួមគ្នាថាពួកគេមិនអាចទុកឲ្យព្យាការីមូហាម៉ាត់សល្លឡោះអាឡៃហ៊ីវ៉ាសាឡាំស្ថិតនៅទីក្រុងម៉ាកាសដោយការដើរលបលួចតាមជលងភ្នំត្រូវគេដេញនិងរស់ក្នុងភាពភ័យខ្លាចបែបនេះទៀតឡើយពួកគេក៏បានតាក់ទងទៅកាន់ព្យាការីមូហាម៉ាត់សល្លឡោះអាឡៃហ៊ីវ៉ាសាឡាំដោយសម្ងាត់ហើយបានព្រមព្រៀងគ្នាថានឹងរៀបចំការជួបជុំសម្ងាត់មួយនៅពេលយប់បន្ទាប់ពីថ្ងៃរយ៉ានៅជ្រលងភ្នំមួយក្បែរតំបន់គប់គោលចាំរ៉ាតុលអាកបាលុះដល់ពេលណាត់ជួបពួកគេបានគេងនៅក្នុងជំរំជាមួយប្រជាជនរបស់ខ្លួនរហូតដល់ពេលយប់រំលងបាន1/3ដំបូងពួកគេក៏បានចាប់ផ្ដើមលបលួចដើរចេញមកក្រៅម្ដងម្នាក់ម្ដងពីរនាក់រហូតមកជួបជុំគ្នានៅត្រង់ជ្រលងភ្នំអាកបាពួកគេមានចំនួនសរុប73នាក់ក្នុងនោះ62នាក់មកពីកុលសម្ព័ន្ធខុសរ៉ាជនិង11នាក់ទៀតមកពីកុលសម្ព័ន្ធអោសព្រមទាំងមានស្ត្រី2នាក់ផងដែររួមដំណើរជាមួយគឺអ្នកស្រីណាស៊ីបាកូនកាអាប់មកពីកុលសម្ព័ន្ធអានណាចារនិងអ្នកស្រីអេស្ម៉ាកូនអាំរូមកពីកុលសម្ព័ន្ធសាលីម៉ាព្យាការីមូហាម៉ាត់សល្លឡោះអាឡៃហ៊ីវ៉ាសាឡាំបានមកដល់ដោយមានរួមដំណើរជាមួយឪពុកមីរបស់គាត់គឺអាឡាប់បាសកូនអាប់ឌុលមុតតាឡាប់នៅកាលនោះគាត់នៅតែកាន់សាសនាដូនតារបស់គាត់នៅឡើយទេប៉ុន្តែគាត់ចង់មកចូលរួមដើម្បីដឹងឮកិច្ចការរបស់ក្មួយប្រុសរបស់គាត់និងចង់ធានាសុវត្ថិភាពច្បាស់លាស់សម្រាប់ព្យាការីមូហាម៉ាត់សល្លឡោះអាឡៃហ៊ីវ៉ាសាឡាំអាឡាប់បាសគឺជាអ្នកនិយាយមុនគេបង្អស់ដែលគាត់បានពោលទៅកាន់ពួកគេថាពិតណាស់មូហាម៉ាត់នៅតែស្ថិតក្នុងកិត្តិយសខ្ពង់ខ្ពស់ពីប្រជាជនរបស់លោកនិងមានការការពារក្នុងទឹកដីរបស់លោកបើពួកអ្នកយល់ឃើញថាពួកអ្នកអាចបំពេញតាមកិច្ចសន្យាដែលបានអញ្ជើញលោកទៅនិងអាចការពារលោកពីអ្នកដែលប្រឆាំងនឹងលោកបាននោះពួកអ្នកចូលទទួលខុសត្រូវលើរឿងដែលពួកអ្នកត្រូវលះបង់នេះចោះប៉ុន្តែបើមិនដូច្នោះទេចូលទុកគាត់ឲ្យនៅទីក្រុងម៉ាកាសនេះហើយតំណាងឲ្យក្រុមអ្នកជួបជុំអែលបារ៉ាកូនម៉ាក់រូតបានឆ្លើយតបទៅវិញថាយើងចង់បាននូវការគោរពពាក្យសន្យាភាពស្មោះត្រង់និងការត្រៀមខ្លួនបូជាជីវិតដើម្បីការពារព្យាការីមូហាម៉ាត់សល្លឡោះអាឡៃហ៊ីវ៉ាសាឡាំដូច្នេះសូមលោកមានប្រសាសន៍មកចោះឲ្យព្យាការីមូហាម៉ាត់ចូលដាក់លក្ខខណ្ឌសម្រាប់ខ្លួនលោកនិងអល់ឡោះស៊ុបហានាហ៊ូវ៉ាតាអាឡាជាម្ចាស់តាមអ្វីដែលលោកពេញចិត្តចោះបន្ទាប់មកព្យាការីមូហាម៉ាត់សល្លឡោះអាឡៃហ៊ីវ៉ាសាឡាំក៏បានមានប្រសាសន៍ដែលលោកចាប់ផ្ដើមសូត្រគម្ពីរអល់កុរអាននិងបួងសួងចំពោះអល់ឡោះស៊ុបហានាហ៊ូវ៉ាតាអាឡាហើយគាត់ក៏បានដាក់លក្ខខណ្ឌទាំង6ថាទី1ចូលពួកអ្នកត្រូវគោរពសក្ការៈចំពោះអល់ឡោះស៊ុបហានាហ៊ូវ៉ាតាអាឡាតែមួយគត់និងមិនត្រូវគោរពសក្ការៈបូជាវត្ថុណាមួយទន្ទឹមនឹងអល់ឡោះស៊ុបហានាហ៊ូវ៉ាតាអាឡាឡើយទី2ត្រូវស្ដាប់និងគោរពតាមបទបញ្ជាទោះបីជាស្ថិតក្នុងកលៈទេសៈដែលអ្នកកំពុងមានកម្លាំងចិត្តចង់ធ្វើឬក្នុងពេលដែលអ្នកកំពុងហត់នឿយខ្ជិលច្រអូសនិងមានអារម្មណ៍ធុញទ្រាន់ក៏ដោយគឺមិនត្រូវយកអារម្មណ៍ធំជាងបញ្ជារបស់សាសនាឡើយទី3ត្រូវបរិច្ចាគទ្រព្យសម្បត្តិតែក្នុងពេលលំបាកនិងពេលមានបានទី4ត្រូវណែនាំគ្នាក្នុងការធ្វើអំពើល្អនិងហាមឃាត់គ្នាអំពីអំពើអាក្រក់ឬអំពើទាំងឡាយណាដែលប្រឆាំងអំពីសាសនាអ៊ីស្លាមទី5ត្រូវឈរយ៉ាងរឹងមាំក្នុងផ្លូវរបស់អល់ឡោះស៊ុបហានាហ៊ូវ៉ាតាអាឡាដោយមិនញញើតនឹងការរិះគន់របស់អ្នករិះគន់ឡើយទី6ត្រូវជួយសង្គ្រោះនិងការពារខ្ញុំនៅពេលដែលខ្ញុំទៅដល់ទឹកដីរបស់ពួកអ្នកដោយអ្វីដែលពួកអ្នករាល់គ្នាការពារខ្លួនឯងនិងភរិយានិងកូនរបស់ពួកអ្នកដែរហើយផលដែលអ្នករាល់គ្នានឹងទទួលបានគឺឋានសួគ៌អល់ឡោះស៊ុបហានាហ៊ូវ៉ាតាអាឡាភ្លាមនោះអែលបារ៉ាកូនម៉ាក់រូតក៏បានកាន់ដៃព្យាការីមូហាម៉ាត់សល្លឡោះអាឡៃហ៊ីវ៉ាសាឡាំរួចក៏បានពោលថាពិតប្រាកដណាស់ស្បត់នឹងអល់ឡោះស៊ុបហានាហ៊ូវ៉ាតាអាឡាដែលបានបញ្ជូនលោកជាមួយនឹងការពិតយើងនឹងការពារលោកដោយអ្វីដែលយើងការពារជីវិតនិងក្រុមគ្រួសាររបស់យើងដែរដូច្នេះចូលទទួលសច្ចាប្រណិធានពីយើងចោះឲ្យអ្នកនាំសាររបស់អល់ឡោះខណៈពេលនោះអាប៊ូអាល់ហ៊ូសែនក៏បាននិយាយកាត់ថាឲ្យអ្នកនាំសាររបស់អល់ឡោះរវាងពួកយើងនិងពួកយូដាគឺមានចំណងកិច្ចសន្យានិងទំនាក់ទំនងនឹងគ្នាដើម្បីលោកពួកយើងសុខចិត្តផ្ដាច់ចំណងមិត្តភាពជាមួយសត្រូវទាំងឡាយហើយចុះបើថ្ងៃក្រោយលោកវាយឈ្នះនឹងបានសម្រេចជោគជ័យហើយតើលោកនឹងរត់ទៅស្រុកកំណើតវិញនៅទីក្រុងម៉ាកាសហើយបោះបង់ពួកយើងនៅម៉ាឌីណាចោលមែនទេនៅពេលដែលឮបែបនេះព្យាការីមូហាម៉ាត់សល្លឡោះអាឡៃហ៊ីវ៉ាសាឡាំបានញញឹមយ៉ាងទន់ភ្លន់រួចបញ្ជាក់យ៉ាងម៉ឺងម៉ាត់ដើម្បីឲ្យពួកគេអស់បារម្ភថាទេគឺឈាមជំនួសដោយឈាមហើយការបំផ្លាញជំនួសដោយការបំផ្លាញខ្ញុំជាផ្នែកមួយនៃពួកអ្នកហើយពួកអ្នកជាផ្នែកមួយនៃខ្ញុំនឹងច្បាំងជាមួយអ្នកដែលច្បាំងនឹងពួកអ្នកហើយខ្ញុំនឹងរស់ក្នុងសន្តិភាពជាមួយអ្នកដែលរស់ក្នុងសន្តិភាពជាមួយពួកអ្នក
មុននឹងចាប់ដៃព្រមព្រៀងគ្នាអាឡាបាស្និងអៃស្អាតដែលគេហៅថាគាត់អប៊ូអ៊ូម៉ាម៉ាបានក្រោកឈរដាស់តឿនប្រជាជនយ៉ាស្រិបយ៉ាងម៉ឺងម៉ាត់ថាការទទួលយកព្យាការីមូហាម៉ាត់សល្លឡោះអាឡៃហ៊ីវ៉ាសាឡាំនៅថ្ងៃនេះគឺស្មើនឹងប្រកាសសង្គ្រាមជាមួយមនុស្សគ្រប់គ្នាទ្រព្យសម្បត្តិអាចវិនាសមេដឹកនាំអាចនឹងត្រូវសម្លាប់បើខ្លាចចូលពួកអ្នកដកខ្លួនថយពីឥឡូវនេះចុះប្រជាជនទាំងអស់បានតបវិញទាំងចិត្តអង្អាចថាយើងព្រមលះបង់គ្រប់យ៉ាងចុះយើងបានអ្វីមកវិញព្យាការីមូហាម៉ាត់សល្លឡោះអាឡៃហ៊ីវ៉ាសាឡាំក៏បានឆ្លើយថាគឺឋានសួគ៌ពួកគេក៏បានស្ទុះទៅចាប់ដៃធ្វើសច្ចាប្រណិធានម្ដងម្នាក់ភ្លាមដោយមានអៃស្អាតជាអ្នកចាប់ដៃមុនគេចំណែកស្ត្រីទាំងពីររូបទៀតធ្វើសច្ចាប្រណិធានដោយសម្ដីដោយមិនបានចាប់ដៃនោះទេក្រោយព្រមព្រៀងគ្នារួចព្យាការីមូហាម៉ាត់សល្លឡោះអាឡៃហ៊ីវ៉ាសាឡាំបានឲ្យពួកគេរើសតំណាង12រូបដើម្បីទទួលខុសត្រូវលើប្រជាជនរបស់ខ្លួនអ្នកមកពីកុលសពនកុសរ៉ាជមាន9រូបដូចជាសាអាតកូនអ៊ូបាដាអៃស្អាតសាអាតកូនរ៉ាប៊ីអាប់ឌុលឡោះកូនរ៉ូវ៉ាហារ៉ាហ្វីកូនម៉ាលិកអលបារ៉ាកូនម៉ារូរអាប់ឌុលឡោះកូនអាំរូអ៊ូបាដានិងអលមុនហ្ស៊ីរចំណែកអ្នកមកពីកុលសពនអោសមាន3រូបអ៊ូសៃដសាអាតកូនគូសៃម៉ារីហ្វាអាប៉ុន្តែទស្សនៈខ្លះថាអាប៊ូអលហ៊ូសែមនៅពេលកិច្ចសច្ចាប្រណិធានបានបញ្ចប់រៀបនឹងដើរចេញស្រាប់តែមានសម្លេងបិសាចឆៃតននៅជលងភ្នំអាកូបាវាបានផ្លាស់ប្ដូររូបរាងដោយប្រើសម្លេងដ៏ខ្លាំងលាន់ឮគួរឲ្យខ្លាចស្រែកប្រាប់ពួកកូរ៉ុសទាំងក៏ដើរត្រៀតដើម្បីបំផ្លាញកិច្ចព្រមព្រៀងសម្ងាត់នេះឲ្យពួកកូរ៉ុសពេលនេះមានការលួចរួមគំនិតគ្នាដើម្បីធ្វើសង្គ្រាមជាមួយពួកអ្នកព្យាការីមូហាម៉ាត់សល្លឡោះអាឡៃហ៊ីវ៉ាសាឡាំក៏បានស្បត់ថាអោសត្រូវរបស់អល់ឡោះខ្ញុំនឹងចាត់ការឯងជាមិនខានរួចលោកក៏បានបញ្ជាឲ្យគ្រប់គ្នាប្រញាប់បំបីផ្លូវគ្នាទៅដីក្នុងជំរំរៀងខ្លួនព្រឹកឡើងពួកកូរ៉ុសបានមកសួរដេញដោលលើជំរំរបស់ប្រជាជនយ៉ាស្រិបពួកអ្នកមូស្រីគីនដែលថ្វាយបង្គំរូបបដិមាដែលមិនដឹងរឿងបានបដិសេធចំណែកក្រុមមូស្លីមលាក់មុតរក្សាភាពស្ងៀមស្ងាត់ធ្វើឲ្យពួកកូរ៉ុសត្រឡប់ទៅវិញចុងក្រោយពេលពួកកូរ៉ុសដឹងការពិតច្បាស់ក្រុមទ័ពសេះរបស់ពួកគេក៏ប្រញាប់ប្រញាល់ដេញតាមប្រជាជនយ៉ាស្រិបរហូតទៅទាន់ចាប់សាអាតកូនអ៊ូបាដានិងអលមុនហ្ស៊ីរកូនអាំរូនៅតំបន់អាហ្សាឃៀតជិតទីក្រុងម៉ាកានៅពេលនោះមុនហ្ស៊ីរបានរត់គេចខ្លួនបាត់ចំណែកសាអាតកូនអ៊ូបាដាត្រូវបានពួកគេចាប់ខ្លួននិងវាយដំចាប់ទាញសររបស់គាត់អូសចូលទីក្រុងម៉ាកាប៉ុន្តែសំណាងល្អគាត់ត្រូវបានជួយសង្គ្រោះដោយមុតអ៊ីមកូនអាឌីនិងអាល់ហារីសកូនហារព្រោះសាអាតធ្លាប់បានជួយធានាសុវត្ថិភាពដល់ក្បួនទំនិញរបស់ពួកគេកាលនៅទីក្រុងម៉ាឌីណាក្រោយមកក្រុមអានសរមានបំណងចង់វាយបកចូលទីក្រុងម៉ាកាវិញប៉ុន្តែស្រាប់តែឃើញសាអាតដើរមកដល់ពួកគេក៏បានធ្វើដំណើរត្រឡប់ទៅកាន់ទីក្រុងម៉ាឌីណាវិញដោយសុវត្ថិភាពទាំងអស់គ្នា